វិធីលាយទឹកដូងជាមួយពងមាន់ដើម្បីជួយបង្កើនគ្រាប់ឈាមក្រហមការលាយទឹកដូងដាំពុះជាមួយពងមាន់ផ្នែកពងក្រហមគឺជាវិធីព្យាបាលបែបបុរាណនិងពេញនិយមនៅក្នុងបណ្ដាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដើម្បីជួយបំប៉នកម្លាំងនិងបង្កើនគ្រាប់ឈាមក្រហមជាពិសេសក្រោយពេលសម្រាលកូនឬបាត់បង់ឈាមទោះបីជាវិធីនេះត្រូវបានគេជឿតតគ្នាក៏ដោយមិនទាន់មានការសិក្សាវិទ្យាសាស្ត្រទំនើបណាមួយបញ្ជាក់ច្បាស់លាស់ពីប្រសិទ្ធភាពនៃការលាយបញ្ចូលគ្នានេះសម្រាប់បង្កើនគ្រាប់ឈាមក្រហមដោយផ្ទាល់នោះទេទោះជាយ៉ាងណាក៏ដោយសមាសភាពហ្វមទាំងពីរមានសារធាតុចិញ្ចឹមដែលជួយដល់ការបង្កើតឈាមពងក្រហមសម្បូរដោយជាតិដែកប្រូតេអ៊ីននិងវីតាមីន B12 ដែលជាសារធាតុសំខាន់បំផុតសម្រាប់ផលិតគ្រាប់ឈាមក្រហមនិងអេម៉ូក្លូប៊ីនទឹកដូងសម្បូរដោយសារធាតុរ៉ែនិងអេឡិចត្រូលីតជួយផ្ដល់ជាតិទឹកនិងមានផ្ទុកនូវវីតាមីន C និងអាស៊ីតហ្វូលិកដែលជួយដល់ដំណើរការបង្កើតឈាមវិធីត្រឹមត្រូវក្នុងការលាយទឹកដូងដាំពុះជាមួយពងមាន់វិធីធ្វើបែបបុរាណដែលគេនិយមប្រើដើម្បីឲ្យងាយស្រួលផឹកនិងកាត់បន្ថយហានិភ័យពីពងមាន់ឆៅមានដូចខាងក្រោម 1. សម្ភារៈដែលត្រូវការទឹកដូងខ្ចីចំនួន1កែវប្រហែល200ដល់250មីលីលីត្រពងមាន់ស្រក់1គ្រាប់និយមប្រើតែពងក្រហមប៉ុណ្ណោះស្ករសឬទឹកឃ្មុំអាចបន្ថែមបន្តិចបន្តួចតាមចំណូលចិត្តដើម្បីឲ្យងាយផឹក 2. របៀបលាយបញ្ចូលគ្នា 1. ដាំទឹកដូងចាក់ទឹកដូងចូលក្នុងឆ្នាំងស្អាតហើយដាំឲ្យពុះឬរង់ចាំដល់វាឡើងកម្ដៅខ្លាំងកុំឲ្យពុះខ្លាំងពេករួចបិទភ្លើងការដាំពុះនេះជួយកាត់បន្ថយបាក់តេរីដែលអាចមាន 2. បំបែកសម្បកបំបែកសម្បកពងមាន់រួចយកតែពងក្រហមដាក់ចូលក្នុងកែវកុំប្រើពងស 3. ចាក់ទឹកដូងក្តៅចាក់ទឹកដូងដែលទើបតែដាំពុះរួចនោះចូលទៅក្នុងកែវដែលមានពងក្រហម 4. កូរឲ្យសព្វល្អកម្ដៅនៃទឹកដូងនឹងជួយឲ្យពងក្រហមឆ្អិនបន្តិចធ្វើឲ្យវាក្លាយទៅជាល្បាយខប់ៗនិងមានសុវត្ថិភាពក្នុងការផឹកជាងពងឆៅសុទ្ធឡើយ 5. បន្ថែមរសជាតិបើចង់បានរសជាតិឆ្ងាញ់អ្នកអាចបន្ថែមស្ករសឬទឹកឃ្មុំបន្តិចហើយកូរជូរគ្នា 6. ការទទួលទានគួរផឹកល្បាយនេះនៅពេលវានៅក្តៅអ៊ុនៗក្រោមពីនេះទៅទៀតអ្នកអាចចាប់ផ្ដើមការប្រុងប្រយ័ត្ននិងវិធីណែនាំពីវេជ្ជបណ្ឌិត 1. សុវត្ថិភាពចំណីអាហារត្រូវប្រាកដថាប្រើពងមាន់ស្រស់និងមានគុណភាពល្អដើម្បីកាត់បន្ថយហានិភ័យនៃមេរោគសាល់ម៉ូនេឡាការចាក់ទឹកដូងក្តៅគឺជាជំហានសំខាន់ដើម្បីចម្អិនពងក្រហមបន្តិចធ្វើឲ្យវាក្លាយទៅជាល្បាយខប់និងមានសុវត្ថិភាពក្នុងការផឹកជាងពងឆៅសុទ្ធឡើយ 2. ប្រឹក្សាជាមួយគ្រូពេទ្យបើអ្នកមានបញ្ហាខ្វះគ្រាប់ឈាមក្រហមមានភាពស្លែកស្លែងធ្ងន់ធ្ងរដោយសារតែអីបណ្ដោយសូមកុំពឹងផែកលើវិធីនេះតែមួយមុខឡើយអ្នកត្រូវតែប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការវិនិច្ឆ័យច្បាស់លាស់និងការព្យាបាលត្រឹមត្រូវដូចជាការប្រើប្រាស់ថ្នាំគ្រាប់ជាតិដែកជាដើម 3. អាហារូបត្ថម្ភសំខាន់ដើម្បីបង្កើនគ្រាប់ឈាមក្រហមអ្នកត្រូវតែផ្ដោតសំខាន់លើការទទួលទានអាហារសម្បូរជាតិដែកដូចជាសាច់ក្រហមសាច់ថ្លាដើមបន្លែស្លឹកបៃតងចាស់និងវីតាមីន B12 និងអាស៊ីតហ្វូលិកដែលជួយដល់ដំណើរការបង្កើតឈាម